ស្ដីបងប្អូនគ្នាឥឡូវខ្ញុំមានវីដេអូមួយដើម្បីបង្ហាញដល់បងប្អូនដែលគាត់ comment សួរនៅក្នុង channel របស់ខ្ញុំនៅពេលដែលអញ្ចឹងគាត់ថា motor របស់គាត់នៅពេលដែលកំពុងតែបើកឲ្យដំណើរការទៅគឺវាលោតដោយខ្លួនវាអញ្ចឹងនេះគឺជាប្រអប់របស់វាអញ្ចឹងខ្ញុំនឹងយកមកបង្ហាញដើម្បី5ពីចំណុចដែលវាលោតដាច់ឬក៏លោតកុងតាក់ដោយខ្លួនវាអញ្ចឹងសម្រាប់ motor បូមទឹកនៅពេលដែលយើងកំពុងបូមហើយវាលោតផ្ដាច់លេងដំណើរការគឺមានតែមួយប្រភេទទេអញ្ចឹងសម្រាប់ការលោតដាច់គឺមានតែ full zip load នេះមួយទេអញ្ចឹងនៅពេលដែល full zip load នេះវាខូចទៅគឺវាអាចនឹងលោតផ្ដាច់ដោយខ្លួនវាតែពេលដែលវាលោតផ្ដាច់គឺយើងត្រូវដូរ zip load នេះសិនព្រោះឲ្យវាមានបញ្ហាខូចច្រើនដែរសម្រាប់ full zip load ហ្នឹងអញ្ចឹងយើងអាចដូរ full zip នឹងសាកមើលសិនបើសិនជា full zip នឹងខូចនៅពេលដែលបូមបានពី3នាទីទៅវាអាចនឹងលោតដាច់អញ្ចឹងមុននឹងយើងទិញមកដូរគឺយើងអាចតជើងវានេះភ្ជាប់ direct ក៏បានដែរយើងចង់សាកមើលថាតើវាខូចឬអត់អញ្ចឹងយើងអាចតភ្ជាប់ជើងនេះ direct ឲ្យវាដំណើរការសាកមើលបើសិនជាវាដំណើរការទៅល្អអត់ក្តៅខ្សែភ្លើងទេគឺមកពី full zip load ហ្នឹងហើយពេលដែលយើងឃើញថាមកពី full zip load ហ្នឹងគឺយើងត្រូវតែទៅរកទិញយកមកដូរសិនជាយើងអត់ដូរដាក់ប្រភេទ full zip load នេះទេគឺអាចមានបញ្ហាឆ្លងឆេះដល់ដុំភ្លើង motor ខាងក្នុងអញ្ចឹងអានេះគឺយើងតភ្ជាប់ direct គឺយើងគ្រាន់តែសាកលបងទៅបានប៉ុន្តែបើសិនជាយើងអត់ប្រើប្រភេទ full zip load នេះវានឹងអាចមានគ្រោះថ្នាក់បញ្ហាឆេះដុំភ្លើងអីកើតឡើងបើសិនជាដាក់ប្រភេទ full zip load នេះគឺវាលោតផ្ដាច់ការពារអត់ឲ្យឆេះដុំភ្លើងទេ5កង់តាក់ប្រភេទនេះក៏វាអាចនឹងលោតដែរជួនកាលទៅខ្លះវាខូចមកអាចនឹងលោតបាត់ដោយខ្លួនវាដែរអាហ្នឹងបើសិនជាយើងប្រើកង់តាក់ប្រភេទហ្នឹងនៅពេលដែលវាលោតក៏យើងត្រូវបដូរវាសាកមើលដែរព្រោះអីខ្ញុំធ្លាប់ជួបផ្ទះមានបញ្ហាលោតដាច់ដោយខ្លួនវាដែរចុះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងសម្រាប់បង្ហាញដល់បងប្អូនដែលបាន comment សួរនៅក្នុង channel របស់ខ្ញុំអរគុណ